con thưa nôm ấy ngay nắng dây cho ba mà bài một mai cô ឥឡូវបងប្អូនមកមើលពីរបៀបធ្វើឲ្យគ្រឿងផ្សំទី1គឺដាក់ប័រ5ស្លាបព្រាបាយបើកភ្លើងតិចហើយយើងកូរប័រនឹងឲ្យវារលាយពេលដែលប័រនឹងរលាយហើយគឺដាក់ស្ករស3ស្លាបព្រាបាយកូរស្ករសជាមួយប័រនឹងឲ្យរលាយទៅបងប្អូនហើយដាក់អំបិលបន្តិចទៅនៅពេលដែលប័រហើយនឹងស្ករសរលាយហើយគឺខ្ញុំដាក់ទឹកធម្មតាបងប្អូនទឹកធម្មតានៅក្នុងប័រនឹង1ខាប់នឹងវាស្មើនឹង250 មីលីលីត្រនៅពេលដែលដាក់ទឹកហើយបងប្អូនបើកភ្លើងឲ្យវាពុះចេះពុះហុយផ្សែងឲ្យបិទណាបងប្អូនបិទភ្លើងបន្ទាប់មកដាក់ម្សៅមី1ខាប់នេះបើអត់មានខ្នាតដូចខ្ញុំទេបងប្អូនយកកូនចានវល់មកកូនចានមកដាក់ឲ្យកូរវាចុះកូរវាឡើងនៅក្នុងឆ្នាំងហ្នឹងណាកុំបើកភ្លើងណាបើកភ្លើងខ្លោចនៅពេលដែលកូរមើលទៅវាចូលគ្នាសព្វហើយគោះពងមាន់4គ្រាប់ដាក់ក្នុងចានបន្ទាប់មកយកអាម្សៅដែលយើងកូរហើយហ្នឹងយកមកដាក់ចូលនៅក្នុងពងមាន់ទៅបើបងប្អូនអត់មានម៉ាស៊ីនដូចខ្ញុំនេះទេបងប្អូនកូរជាមួយវែកហើយនៅពេលដែលម្សៅនឹងវាត្រជាក់ច្បាច់នឹងដៃឲ្យវាចូលគ្នាឲ្យសព្វណាតែច្បាច់ដៃវារៀងអាឡាក់តិចនៅពេលដែលម្សៅនឹងចូលគ្នាសព្វចេះហើយនេះខ្ញុំយកថង់យើងសម្រាប់ធ្វើនំខេកហើយយើងយកក្បាលនេះមកដាក់នេះក្បាលវានេះចឹងទៅយើងយកម្សៅហ្នឹងមកដាក់ចូលក្នុងថង់ហ្នឹងទៅនៅពេលដែលដាក់ចូលក្នុងថង់ហ្នឹងហើយខ្ញុំធ្វើនេះគឺខ្ញុំប្រើពុម្ពបងប្អូននេះពុម្ពហ្នឹងគឺខ្ញុំទិញយកមកខ្ញុំជូតវាឲ្យស្អាតទៅហើយខ្ញុំបើកទុកវាឲ្យក្តៅបានខ្ញុំចាប់ផ្ដើមច្បាច់ម្សៅដាក់អត់ត្រូវការប័រអត់ត្រូវការប្រេងឆាអីទេបងប្អូនដោយសារឆ្នាំងហ្នឹងវាអត់ជាប់ហើយទី1ទៀតម្សៅដែលយើងលាយហ្នឹងវាមានប័រច្រើនហើយអញ្ចឹងយើងអត់ត្រូវការដាក់អីទៀតទេហើយបើបងប្អូនចង់បានខ្លីៗយើងធ្វើខ្លីៗទៅសូមបញ្ជាក់ណានំនេះគេបំពងតែខ្ញុំអត់ចូលចិត្តបំពងទេវាមានលក់ពុម្ពខ្ញុំក៏ទិញពុម្ពយកមកធ្វើទៅហើយនៅពេលដែល 2-3 នាទីក្រោយមកបងប្អូនបើកមើលទៅវាក្រហមអញ្ចឹងឆ្អិនហើយបញ្ជាក់មួយទៀតបងប្អូននំហ្នឹងនៅពេលដែលគេបំពងឆ្អិនហើយគេយកទៅកលុកច្បល់ជាមួយស្ករសជាមួយនឹងអាម្សៅ cinnamon ណាជ្រលក់ជាមួយនឹងឆូក្លាតទៀតថាផ្អែមជន់លើផ្អែមពួកបរទេសហូបផ្អែមអាក្រក់ណាបងប្អូនតែចំពោះខ្ញុំស្ករ3ស្លាបព្រាបាយខ្នាតប៉ុណ្ណឹងគឺល្មមខ្ញុំអត់មានដាក់អីថែមទៀតទេហើយឆ្ងាញ់ណាតែបើពុកសវណ្ណហើយសវណ្ណណាគេហូបគេថែមស្ករហើយថែមឆូក្លាតទៀតខ្ញុំអត់ទេបងប្អូនគឺផ្អែមជន់លើផ្អែមតែប៉ុណ្្នឹងគឺឆ្ងាញ់ហ្មងហើយបើយើងយកទៅបំពងខ្ញុំអត់ចូលចិត្តទេដោយសារវាខ្លាញ់ច្រើនពេកអាហ្នឹងបំពងដូចយើងនំឆាខ្វៃដូចអីអញ្ចឹងណាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសូមជម្រាបលា